សូមស្វាគមន៍មកកាន់រឿងនិទានកុមារក្មេងប្រុសម្នាក់នឹងដើមស្វាយសច្ចៈ The Boy and the Tree of Truth តួអង្គសំខាន់ក្នុងសាច់រឿងមានសុខាជាក្មេងប្រុសកតញ្ញូក្មេងប្រុសម្នាក់ដែលមានចិត្តល្អរូរេនិងចូលចិត្តរៀនសូត្រពីធម្មជាតិលោកតាជូជាអ្នកថែសួនប្រកបដោយប្រាជ្ញាលោកតាដែលមានចិត្តធម៌និងជាអ្នកថែរក្សាសួនច្បារដ៏មានបទពិសោធន៍សារិកាជាអ្នកជួយរំលឹកសតិស្មារតីបាក់សៃតូចដែលមានរោមពណ៌មាសនិងអាចនិយាយភាសាមនុស្សបានតោះយើងទៅស្ដាប់រឿងនិទានទាំងអស់គ្នានៅភូមិតូចមួយដ៏ស្រស់ស្អាតមានក្មេងប្រុសម្នាក់ឈ្មោះសុខាគាត់រស់នៅជាមួយលោកតាជូក្នុងផ្ទះតូចមួយដែលមានសួនច្បារធំល្វឹងល្វើយជារៀងរាល់ព្រឹកសុខាតែងតែជួយស្រោចទឹកផ្កានិងបោសសម្អាតស្លឹកឈើគាត់ស្រឡាញ់ធម្មជាតិនិងដើមឈើគ្រប់ដើមនៅក្នុងសួននោះខ្លាំងណាស់លោកតាជូតែងតែញញឹមនិងសរសើរសុខាដែលជាក្មេងខំប្រឹងធ្វើការពួកគាត់រស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខបំផុតនៅក្នុងសួននោះមានដើមស្វាយដ៏ធំមួយដែលមានស្លឹកខៀវស្រងាត់ជានិច្ចលោកតាជូប្រាប់សុខាថានេះគឺជាដើមស្វាយសច្ចៈដែលជាដើមឈើមានមន្តអាគមដើមស្វាយនេះមិនងាយនឹងផ្ដល់ផ្លែឡើយលុះត្រាតែមានរឿងពិសេសកើតឡើងវាជាដើមឈើដែលតំណាងឲ្យភាពស្មោះត្រង់និងសេចក្តីល្អនៅក្នុងចិត្តមនុស្សសុខាសម្លឹងមើលដើមស្វាយនោះដោយក្តីស្ងើតសរសើរគាត់សន្យាជាមួយខ្លួនឯងថានឹងថែរក្សាដើមឈើនេះឲ្យបានល្អបំផុតតាមដែលអាចធ្វើបានថ្ងៃមួយលោកតាជូត្រូវធ្វើដំណើរទៅកាន់ភូមិឆ្ងាយដើម្បីទៅមើលសាច់ញាតិគាត់បានហៅសុខាមកចិត្តឲ្យផ្ដាំផ្ញើកិច្ចការយ៉ាងសំខាន់លោកតាមានប្រសាសន៍ថាចៅសម្លាញ់ជួយមើលថែសួនច្បារនិងដើមស្វាយសច្ចៈឲ្យបានល្អកុំឲ្យមានសត្វល្អិតមកយាយីសុខាបានងក់ក្បាលយល់ព្រមភ្លាមលោកតាក៏បានបន្ថែមថាភាពស្មោះត្រង់គឺជាអ្វីដែលសំខាន់បំផុតមិនថាមានរឿងអ្វីកើតឡើងចៅត្រូវតែនិយាយពិតបន្ទាប់មកលោកតាក៏ចេញដំណើរទៅបាត់ទៅបន្ទាប់ពីលោកតាចេញទៅបាន2ថ្ងៃសុខាបានឃើញរឿងអស្ចារ្យមួយកើតឡើងនៅលើម៉ៃខ្ពស់នៃដើមស្វាយសច្ចៈមានផ្លែស្វាយពណ៌មាសមួយបានដុះចេញមកផ្លែស្វាយនោះមានទំហំធំនិងមានក្លិនក្រអូបឈ្ងុយឈ្ងប់ពេញសួនច្បារសុខាមិនដែលឃើញផ្លែស្វាយណាដែលស្អាតបែបនេះពីមុនមកឡើយគាត់មានចិត្តត្រេកអរខ្លាំងណាស់ហើយចង់ឲ្យលោកតាត្រឡប់មកវិញឆាប់ៗដើម្បីឃើញវាគាត់បានដើរជុំវិញដើមឈើនោះដោយក្តីរីករាយខណៈពេលដែលសុខាកំពុងរត់លេងតាមចាប់មេអំបៅយ៉ាងសប្បាយគាត់មិនបានប្រយ័ត្នឡើយគាត់បានរត់ទៅទង្គិចនឹងដើមស្វាយសច្ចៈយ៉ាងខ្លាំងការទង្គិចនោះធ្វើឲ្យដើមឈើរញ្ជួយជាខ្លាំងរហូតដល់ផ្លែស្វាយពណ៌មាសនោះជ្រុះចុះមកដីសុខាភ័យស្លន់ស្លោហើយព្យាយាមរត់ទៅទ្រវែប៉ុន្តែមិនទាន់ពេលឡើយផ្លែស្វាយដ៏មានតម្លៃបានធ្លាក់ចុះមកប៉ះនឹងថ្មយ៉ាងដំណំបេះដូងរបស់សុខាលោតញាប់ខ្លាំងដោយសារតែការភ័យខ្លាចសុខាលើកផ្លែស្វាយនោះឡើងមកមើលហើយឃើញថាវាមានស្នាមជួមខ្មៅមួយចំហៀងផ្លែស្វាយដែលធ្លាប់តែស្អាតឥតខ្ចោះឥឡូវនេះបានខូចរូបរាងបាត់ទៅហើយគាត់ព្យាយាមជូតវាដោយអាវរបស់គាត់ប៉ុន្តែស្នាមជួមនោះមិនព្រមរលាយបាត់ឡើយសុខាចាប់ផ្ដើមមានអារម្មណ៍វិបាកដោយសារីនិងបារម្ភពីការស្ដីបន្ទោសគាត់ដឹងថាលោកតាជូស្រឡាញ់ដើមឈើនេះណាស់ឥឡូវនេះគាត់បានធ្វើឲ្យវត្ថុដ៏មានតម្លៃបំផុតនៅក្នុងសួនត្រូវខូចខាតភ្លាមនោះមានបក្សីពណ៌មាសមួយក្បាលបានហោះមកទុំលើមែកឈើនោះគឺជាសារិកាដែលជាមិត្តរបស់លោកតាជូសារិកានិយាយទៅកាន់សុខាថាហេតុអ្វីបានជាឯងមើលទៅភ័យខ្លាចម្ល៉េះសុខាតើមានរឿងអ្វីកើតឡើងមែនទេសុខាបានព្យាយាមលាក់ផ្លែស្វាយនៅពីក្រោយខ្នងរបស់គាត់សារិកាបានបន្តទៀតថាការនិយាយកុហកអាចបិទបាំងកំហុសបានទេប៉ុន្តែវានឹងធ្វើឲ្យចិត្តរបស់ឯងមិនស្ងប់ឡើយសុខាចាប់ផ្ដើមគិតអំពីពាក្យសម្ដីរបស់បក្សីនេះសុខាព្យាយាមយកថ្នាំពណ៌មកលាបលើស្នាមចំណក់ដើម្បីឲ្យវាមើលទៅដូចដើមវិញប៉ុន្តែទោះបីជាគាត់ខំប្រឹងយ៉ាងណាក៏ដោយក៏វាមើលទៅមិនស្អាតឡើយគាត់កាន់តែធ្វើផ្លែស្វាយនោះកាន់តែមើលទៅអាក្រក់ជាងមុននេះបង្ហាញថាការលាក់បាំងការពិត
មិនមែនជាដំណោះស្រាយដ៏ល្អនោះទេសុខាមានអារម្មណ៍ហត់នឿយនិងតានតឹងកងចិត្តខ្លាំងណាស់គាត់ដឹងថាការលាក់បាំងគឺជាការបន្ទុកដ៏ធ្ងន់សម្រាប់ក្មេងដែលជារូបគាត់បន្ទាប់ពីបានស្ដាប់ដំបងមមរបស់សារិកាសូកាក៏សម្រេចជិបយ៉ាងមុតមមគាត់និយាយទៅកាន់ខ្លួនឯងថាខ្ញុំនឹងប្រាប់ការពិតដល់លោកតាទោះបីជាត្រូវទទួលការស្ដីបន្ទោសក៏ដោយនៅពេលគាត់សម្រេចចិត្តបែបនេះគាត់មានអារម្មណ៍ថាស្រាលខ្លួននិងលែងសូវភ័យខ្លាចដូចមុនគាត់បានយកផ្លែស្វាយនោះមកដល់លើតុបរឹងដើម្បីរងចាំលោកតាភាពស្មោះត្រង់ចាប់ផ្ដើមមានជ័យជំនះលើភាពភ័យខ្លាចនៅក្នុងចិត្តរបស់គាត់ដឹងថាការទទួលខុសត្រូវគឺជាអ្វីដែលក្មេងល្អគួរធ្វើនៅពេលល្ងាចលោកតាជូបានធ្វើដំណើរត្រឡប់មកដល់ផ្ទះវិញយ៉ាងរីករាយគាត់មើលទៅហត់នឿយបន្តិចប៉ុន្តែស្នាមញញឹមនៅតែមានលើផ្ទៃមុខរបស់គាត់សុខាបានរត់ទៅទទួលលោកតាហើយជួយកាន់អីវ៉ាន់ចូលក្នុងផ្ទះលោកតាបានសួរនាំអំពីសុខទុក្ខនិងរឿងរ៉ាវក្នុងសួនច្បារអំឡុងពេលគាត់អវត្តមានបេះដូងរបស់សុខាចាប់ផ្ដើមលោតញាប់ម្ដងទៀតនៅពេលដល់ពេលដែលត្រូវនិយាយការពិតគាត់ព្យាយាមសម្រួលដង្ហើមឲ្យបានស្រួលលោកតាជូបានដើរទៅកាន់សួនច្បារហើយក្រឡេកឃើញផ្លែស្វាយពណ៌មាសនៅលើតុគាត់បានសួរទៅកាន់សុខាដោយភាពងឿងឆ្ងល់អោដើមស្វាយសច្ចៈបានផ្ដល់ផ្លែហើយឬចៅប៉ុន្តែហេតុអ្វីបានជាវាមានស្នាមជួមនិងមានលាបពណ៌បែបនេះលោកតាសួរដោយសំឡេងស្រទន់សុខាឈរនៅស្ងៀមមួយសន្ទុះសម្លឹងមើលទៅមុខលោកតាគាត់ដឹងថានេះគឺជាខណៈពេលដ៏សំខាន់បំផុតដើម្បីព្យាបាលពីភាពស្មោះត្រង់របស់គាត់សុខាមានអារម្មណ៍ថាភ្នែករបស់គាត់ចាប់ផ្ដើមមានទឹកភ្នែករលីងរលោងគាត់ខ្លាចលោកតាខកចិត្តខ្លាំងណាស់ប៉ុន្តែគាត់មិនចង់ភូតផលឡើយគាត់បានប្រមូលកម្លាំងចិត្តទាំងអស់ហើយចាប់ផ្ដើមរៀបរាប់ពីអ្វីដែលបានកើតឡើងគាត់និយាយដោយសំឡេងតិចៗប៉ុន្តែច្បាស់លោកតាខ្ញុំសុំទោសខ្ញុំបានធ្វើឲ្យវាជ្រុះដោយសារតែភាពមិនប្រយ័ត្នរបស់ខ្ញុំសុខានិយាយទាំងអួលដើមគាត់បានប្រាប់រឿងរ៉ាវតាំងពីដើមដល់ចប់សុខាបានប្រាប់លោកតាថាគាត់បានរត់លេងដេញចាប់មេអំបៅហើយក៏ជ្រុលទៅបុកដើមឈើគាត់ក៏បានប្រាប់ពីបំណងដែលចង់កុហកលោកតាពីដំបូងដែរឃីមស្ទើរតែប្រាប់លោកតាថាបាក់សីជាអ្នកធ្វើវាទៅហើយប៉ុន្តែឃីមដឹងថាវាជារឿងមិនល្អសុខាបន្តនិយាយគាត់បានបង្ហាញពីការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួនលោកតាជូឈរស្ដាប់ដោយស្ងប់ស្ងៀមបំផុតមិនមានការខឹងសម្បារឡើយគាត់គ្រាន់តែងក់ក្បាលទទួលដឹងនៅអ្វីនៃសុខាបាននិយាយលោកតាអាចដាក់ទោសខ្ញុំបានតាមចិត្តព្រោះខ្ញុំធ្វើឲ្យផ្លែឈើដ៏មានតម្លៃរបស់លោកតាខូចខាតសុខានិយាយទាំងអោនមុខចុះគាត់ត្រៀមខ្លួនទទួលយកលទ្ធផលនៃកំហុសរបស់គាត់ដឹងថាការសំទោសចេញពីចិត្តគឺជាការចាប់ផ្ដើមនៃការកែប្រែខ្លួនឲ្យប្រសើរឡើងគាត់មិនចង់ឲ្យមានអាថ៌កំបាំងអាក្រក់រវាងគាត់និងលោកតាឡើយការដកដង្ហើមធំរបស់សុខាបង្ហាញពីការធូរស្រាលបន្ទាប់ពីបាននិយាយការពិតទាំងអស់ចេញមកក្រៅភាពស្មោះត្រង់បានជំរះចិត្តរបស់គាត់អស់ស្នាកភ្លាមនោះលោកតាជូក៏សោយតិចហើយបានយកដៃអង្អែលក្បាលសុខាដោយក្តីមេត្តាគាត់មិនបានខឹងឬស្ដីបន្ទោសសុខាសួរមួយតែមួយម៉ាត់ចៅសម្លឹងដើមស្វាយសាច់ចាក់នេះមិនមែនមានតម្លៃដោយសារតែផ្លែស្អាតនោះទេលោកតាមានប្រសាទសុខាងើបមុខឡើងសម្លឹងលោកតាដោយភាពងឿងឆ្ងល់បំផុតលោកតាបានបន្តថាតម្លៃពិតប្រាកដរបស់វាគឺស្ថិតនៅលើភាពស្មោះត្រង់របស់មនុស្សដែលថែរក្សាវាទៅវិញទេស្នាមញញឹមរបស់លោកតាធ្វើឲ្យសុខាមានអារម្មណ៍កោកក្តៅលោកតាជូបានបញ្យល់អាកំប៉ាំងថាដើមស្វាយនេះមានមន្ត្រាអាគមពិសេសមួយវាជ្រុះផ្លែដើម្បីសាក់លបងចិត្តស្មោះត្រង់របស់មនុស្សដែលនៅជិតវាបើចៅកុហកលោកតាផ្លែស្វាយនេះនឹងរលួយបាត់ទៅភ្លាមលោកតាប្រាប់សុខាប៉ុន្តែដោយសារសុខានិយាយពិតវានឹងមានរឿងអស្ចារ្យកើតឡើងសុខាមានអារម្មណ៍ភ្ញាក់ផ្អើលនិងត្រេកអរដែលគាត់បានសម្រេចចិត្តត្រឹមត្រូវគាត់ដឹងថាភាពស្មោះត្រង់មានឥទ្ធិពលខ្លាំងជាងអ្វីទាំងអស់រំពេចនោះពន្លឺពណ៌មាសបានជះចេញពីផ្លែស្វាយដែលឈីមនោះស្នាមឈីមខ្មៅនិងពណ៌ដែលលាបពីលើបានរលាយបាត់ទៅយ៉ាងអស្ចារ្យផ្លែស្វាយបានក្លាយជាស្រស់ស្អាតនិងល្អឥតខ្ចោះវិញដូចដើមនេះគឺជាមន្តអាគមនៃភាពស្មោះត្រង់
ដែលបានព្យាបាលរាល់ការខូចខាតទាំងឡាយសារិកាហោះមកចិត្តហើយស្រែកច្រៀងដោយក្តីរីករាយសួនច្បារទាំងមូលហាក់បីដូចជាមានជីវិតជីវ៉ាឡើងវិញដោយសារតែសច្ចភាពរបស់សុខាលោកតាជូបានយកកំបិតមកចិតផ្លែស្វាយនោះចែកឲ្យសុខានិងសត្វសារិកាញ៉ាំរសជាតិរបស់វាផ្អែមឆ្ងាញ់ខុសពីផ្លែឈើដទៃទៀតដែលពួកគេធ្លាប់ញ៉ាំនេះគឺជាផ្លែឈើនៃសេចក្តីសុខសុខានិយាយទាំងញញឹមបិទមាត់មិនចេះពួកគេទាំង3នាក់បានអង្គុយញ៉ាំស្វាយជាមួយគ្នាយ៉ាងសប្បាយរីករាយក្រោមម្លប់ឈើត្រជាក់សុខាបានរៀនថាការរក្សាភាពស្មោះត្រង់មិនត្រឹមតែផ្ដល់សេចក្តីសុខដល់ខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់ភាពរីករាយដល់អ្នកជុំវិញខ្លួនផងដែរចាប់ពីថ្ងៃនោះមកសុខាបានក្លាយជាក្មេងប្រុសដែលស្មោះត្រង់បំផុតនៅក្នុងភូមិគាត់តែងតែប្រាប់ការពិតជានិច្ចទោះបីជាក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយអ្នកភូមិគ្រប់គ្នាស្រឡាញ់និងទុកចិត្តសុខាខ្លាំងណាស់គាត់បានដឹងថាភាពស្មោះត្រង់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលមនុស្សម្នាក់អាចមានរឿងរ៉ាវនៃដើមស្វាយសច្ចៈបានក្លាយជាមេរៀនជីវិតដ៏សំខាន់សម្រាប់សុខានិងក្មេងៗដទៃទៀតពួកគេបានដឹងថាការនិយាយពិតនាំមកនូវមិត្តភាពនិងសេចក្តីថ្លៃថ្នូរជានិរន្តរ៍